ភើ5ក្បាលដែលអ្នកនរគ្នាគួរចាប់ផ្ដើមអាននៅក្នុងឆ្នាំ2026សភៅទី1គឺមានចំណងជើងថាសិល្បៈចងមិត្តនិងមិនទន់ចិត្តអ្នកដទៃឬជាភាសាអង់គ្លេសយើងហៅថា How to Win Friends and Influence People ហើយនេះគឺជាសភៅដំបូងដែលខ្ញុំបានចាប់ផ្ដើមអានហើយក៏ជាសភៅដ៏ល្បីល្បាញមួយរបស់លោក Dale Carnegie ក្នុងចំណោមសភៅអភិវឌ្ឍខ្លួនផ្សេងទៀតហើយនេះនឹងបង្រៀនអ្នកនរគ្នាអំពីវិធីសាស្ត្រក៏ដូចជាគន្លឹះមួយចំនួននៅក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយអ្នកដទៃវិធីសាស្ត្រកសាងមិត្តក៏ដូចជាវិធីសាស្ត្រសាមញ្ញនៅក្នុងការធ្វើឲ្យអ្នកដទៃពេញចិត្តមកលើអ្នកនរគ្នានៅពេលដែលជួបគ្នាដំបូងអញ្ចឹងសម្រាប់អ្នកដែលគាត់ចង់អភិវឌ្ឍខ្លួនទៅលើផ្នែកទំនាក់ទំនងជាមួយអ្នកដទៃគឺអ្នកនរគ្នាអាចចាប់ផ្ដើមអានសៀវភៅមួយក្បាលនេះបានសៀវភៅទី2របស់យើងគឺសៀវភៅសិលវិធីនៅក្នុងការនិយាយអ្នកនរគ្នាដែលគិតថាការនិយាយវាគឺជារឿងធម្មតាឲ្យតែយើងចេះភាសាអ្នកណាក៏អាចនិយាយបានដែរប៉ុន្តែការពិតទៅអ្នកនរគ្នាការដែលយើងចេះប្រើប្រាស់ពាក្យសម្ដីបានល្អវាមិនមែនជារឿងងាយដូចដែលយើងគិតទេការដែលយើងចេះប្រើប្រាស់ពាក្យសម្ដីបានល្អទោះបីជាយើងទៅដល់ទីណាយើងជួបអ្នកណាឬក៏យើងធ្វើការងារអីក៏ដោយគឺយើងនឹងទទួលបានការរួសរាយរាក់ទាក់ការស្វាគមន៍ក៏ដូចជាការជួយឈឺឆ្អាលពីមនុស្សជំនាញខ្លួនគ្រប់ពេលអញ្ចឹងសម្រាប់អ្នកដែលគាត់ចង់អភិវឌ្ឍខ្លួនទៅលើផ្នែកនិយាយការនិយាយឲ្យមានទំនុកចិត្តសៀវភៅមួយក្បាលនេះគឺស័ក្តិសមបំផុតសម្រាប់អ្នកទាំងអស់គ្នាចូលដល់សៀវភៅទី3របស់យើងគឺសៀវភៅស្វែងរកចំណុចខ្លាំងមនុស្សម្នាក់គឺតែងតែមានចំណុចខ្លាំងនិងចំណុចខ្សោយរៀងៗខ្លួនគ្រាន់តែពេលខ្លះយើងអត់ដឹងថាខ្លួនឯងមានចំណុចខ្លាំងឬក៏ទេពកោសល្យទៅលើផ្នែកអីហើយនឹងចំណុចខ្សោយទៅលើផ្នែកអីអញ្ចឹងបន្ទាប់ពីអានសៀវភៅមួយក្បាលនេះចប់អ្នកទាំងអស់គ្នានឹងស្គាល់ខ្លួនឯងបានកាន់តែច្បាស់ថាតើយើងត្រូវការអីឲ្យពិតប្រាកដហើយយើងរៀនអភិវឌ្ឍចំណុចខ្លាំងរបស់ខ្លួនឯងបានកាន់តែច្រើនជាងមុនសម្រាប់សភៅទី4របស់យើងគឺមានចំណងជើងថាបដូរវិធីគិតលិខិតជោគវាសនាឬក៏យើងហៅកាត់យ៉ាងខ្លីថាសភៅ mindset ខ្ញុំជឿជាក់ថាមនុស្សយើងម្នាក់គឺតែងតែមានការគិតខុសៗគ្នាមនុស្ស100នាក់គឺមានការគិតខុសគ្នាទាំង100នាក់ហើយជោគជ័យឬក៏បរាជ័យគឺវាអាស្រ័យទៅលើការគិតពីរបែបរបស់អ្នកទាំងអស់គ្នាប៉ុន្តែសំខាន់ថាតើអ្នកទាំងអស់គ្នាគិតវាទៅក្នុងផ្លូវមួយណាផ្លូវវិជ្ជមានឬក៏ផ្លូវអវិជ្ជមានអញ្ចឹងសភៅនេះគឺ highly recommend មែនតើសម្រាប់អ្នកដែលគាត់ចង់អភិវឌ្ឍការគិតរបស់ខ្លួនឯងឲ្យបានល្អជាងមុនកែប្រែការគិតពីការគិតអវិជ្ជមានមកជាការគិតវិជ្ជមានចូលដល់សភៅចុងក្រោយរបស់យើងគឺសភៅអត្តាគឺសត្រូវ Ego is the enemy អ្នកនរគ្នាដែលគិតថាជោគជ័យដ៏ធំបំផុតសម្រាប់មនុស្សយើងម្នាក់គឺការមានសុខភាពល្អជាងមុនការធ្វើជាមនុស្សល្អបានច្រើនជាងមុនការចេះពេញចិត្តនឹងខ្លួនឯងនិងការចេះដាក់ខ្លួនមិនមានអំនួតអាត្មានិយមបន្ទាប់ពីអានសភៅមួយក្បាលនេះអ្នកនរគ្នានឹងរៀនស្វែងយល់ពីខ្លួនឯងបានកាន់តែច្រើនជាងមុនស្គាល់ពីអត្តារបស់ខ្លួនឯងហើយចេះកោតសរសើរខ្លួនឯងបានតិចជាងមុនអញ្ចឹងជាចុងក្រោយសភៅទាំង5ក្បាលនេះគឺជាសភៅដែលខ្ញុំចង់ណែនាំទៅកាន់អ្នកនរគ្នាក្នុងការចាប់ផ្ដើមអាននៅក្នុងឆ្នាំ2026នេះសម្រាប់ព័ត៌មានបន្ថែមឬក៏អ្នកនរគ្នាចង់ស្វែងយល់លម្អិតពីសភៅទាំង5ក្បាលនេះកាន់តែស៊ីជម្រៅជាងមុនអ្នកនរគ្នាអាចស្វែងរកបាននៅក្នុង page របស់ Mindbook អរគុណជួបគ្នានៅក្នុងវីដេអូក្រោយទៀត